នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួងរ៉ែត្រូវផ្ដល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែកុំឲ្យប៉ះពាល់ដល់បរិស្ថាននិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដាច់ខាតដើម្បីបង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍និងរក្សាឲ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ក្រុមហ៊ុន Khon KT Cement ភ្នំពេញឯកស្ថិតនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាកម្ពុជាត្រូវការចំណូលនិងបង្កើតការងារជូនប្រជាពលរដ្ឋនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប៉ុន្តែក៏ត្រូវទទួលខុសត្រូវនិងគិតគូរអំពីផលប៉ះពាល់ដល់បរិស្ថាននិងសង្គមជាតិផងដែរជាក់ស្ដែងក្នុងរយៈពេល100ថ្ងៃដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្ដេចបានកំណត់តំបន់ព្រៃឡង់ជាតំបន់ក្រហមដោយពុំអនុញ្ញាតឲ្យផ្ដល់គម្រោងរ៉ែថ្មីបន្ថែមទៀតនៅតំបន់នោះទេរីឯគម្រោងដែលមានស្រាប់ត្រូវពិនិត្យមើលឆ្កៀលចេញនៅតំបន់ដែលពុំមានសក្តានុពលរ៉ែបន្ថែមពីនេះទៀតនៅដើមឆ្នាំនេះសម្ដេចបានសម្រេចដកហូតតំបន់អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមួយកន្លែងនៅតំបន់ភ្នំកំពង់ត្រាចខេត្តកំពតឲ្យរក្សាទុកជាតំបន់អភិរក្សសម្រាប់ជាកន្លែងសាសនាវប្បធម៌និងទេសចរក្នុងន័យនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតណែនាំក្រសួងរ៉ែនិងធម្មពលត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ឲ្យបានចប់សពគ្រប់នៅទូទាំងប្រទេសសម្ដៅធានាបានការអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាពជាពិសេសក្រសួងត្រូវពិនិត្យឲ្យបានហ្មត់ចត់ក្នុងការផ្ដល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែដោយធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់បរិស្ថាននិងជីវភាពឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺត្រូវបន្តជំរុញឲ្យក្រុមហ៊ុនវិនិយោគរ៉ែបង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍និងរក្សាឲ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយពេលជាមួយគ្នានេះខ្ញុំក៏សូមឲ្យក្រសួងរ៉ែនិងធម្មពលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្រសួងបរិស្ថានបន្តយកចិត្តទុកដាក់នៅក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់កន្លែងគ្រប់ប្រភេទដោយការទទួលខុសត្រូវខ្ពស់ការគិតគូរអំពីបរិស្ថានការគិតគូរអំពីចីរភាពការប៉ះពាល់របស់ប្រជាពលរដ្ឋសិក្សាឲ្យបានច្បាស់លាស់មុននឹងផ្ដល់អាជ្ញាប័ណ្ណហើយបានអាជ្ញាប័ណ្ណហើយត្រូវតាមដានត្រួតពិនិត្យការប្រតិបត្តិជាប់ជាប្រចាំដែលយើងមានតាមអនុលោមតាមគោលការណ៍របស់យើងនេះគឺជាកិច្ចការដែលយើងត្រូវធ្វើបន្តហើយក៏សូមឲ្យក្រុមហ៊ុនឯកជនទាំងអស់ដែលក្នុងការផលិតនេះក៏សូមយកចិត្តទុកដាក់ខ្ពស់នៅក្នុងការគិតគូរសុវត្ថិភាពនិងផលប៉ះពាល់ជាបន្តទៀតទៅដល់បរិស្ថាននិងសហគមន៍ជុំវិញទាំងជួយអភិវឌ្ឍតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយគ្នានេះសម្ដេចមហាបវរធិបតីណែនាំក្រសួងរ៉ែនិងធម្មពលត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែដើម្បីបង្កើនប្រភេទផលិតផលរ៉ែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឲ្យការនាំចូលបង្កើនការនាំចេញបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋនិងបង្កើនចំណូលជូនជាតិក្នុងឱកាសនោះសម្ដេចមហាបវរធិបតីបានគាំទ្រនិងជំរុញនៅការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែនិងធម្មពលក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋនិងធានាឲ្យបាននៅការប្រកួតប្រជែងស្មើភាពផងដែរខេមពពព័ត៌មានថ្មីគ្រប់វិនាទី